សង្គ្រាមជុតធំកម្ពុជាថៃនឹងកើតឡើងទៀតបើថៃនៅតែរក្សាមហិច្ឆតាឈ្លានពានទឹកដីខ្មែរលោកខឿនខឺតអ្នកតាមដានស្ថានភាពនយោបាយថាសង្គ្រាមឈុតធំកម្ពុជាថៃនឹងកើតឡើងទៀតបើថៃនៅតែរក្សាមហិច្ឆតាឈ្លានពានទឹកដីខ្មែរតាមរយៈសំណេរលើគេហទំព័រ Facebook ផ្ទាល់ខ្លួនរបស់លោកបានសរសេរយ៉ាងដូចនេះថាបើថៃនៅតែរក្សាមហិច្ឆតាឈ្លានពានដីខ្មែរនឹងមិនរវល់នឹងការអន្តរាគមន៍ពីបរទេសជាពិសេសគោរពច្បាប់អន្តរជាតិឲ្យបញ្ចប់ទំនាស់ព្រំដែនកម្ពុជាថៃនោះសង្គ្រាមឈុតធំកម្ពុជាថៃនឹងកើតឡើងទៀតទោះជាយ៉ាងណាលោកថាការធ្វើឲ្យមានប្រក្រតីភាពឡើងវិញក្នុងទំនាក់ទំនងលើវិស័យរវាងកម្ពុជាថៃគឺអាស្រ័យទាំងស្រុងទៅលើអិរិយាបថរបស់ថៃទាំងថ្នាក់ដឹកនាំនិងកងទ័ពថៃបើនាយករដ្ឋមន្ត្រីបញ្ចប់សកម្មភាពញុះញង់បង្កហេតុរបស់អ្នកនយោបាយនិងកងទ័ពរួមទាំងប្រជាជនថៃមួយចំនួនជាពិសេសការប្រើប្រាស់ភាសាមើលងាយមើលថោកនិងការបង្ហាញនៅភាពរើសអើងមកលើឋានៈដឹកនាំនិងប្រជាជនកម្ពុជាលោកថាសម្រាប់កម្ពុជាទាំងឋានៈដឹកនាំទាំងកងទ័ពនិងប្រជាជនគឺមានសម្លេងបេះដូងក្នុងចង្វាក់តែមួយគឺយើងស្រឡាញ់សន្តិភាពចង់បានព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍជាមួយនឹងប្រទេសជិតខាងបណ្ដាប្រទេសក្នុងតំបន់និងជុំវិញពិភពលោកបើតាមលោកខឿនខឺតបើមានការវាយឈុតធំមែននោះម្ដងនេះថៃនឹងទទួលរងគ្រោះថ្នាក់កាន់តែធំកម្ពុជានឹងមិនបន្ធូរដៃឲ្យថៃជាដាច់ខាតព្រោះថាកម្ពុជាធ្វើសង្គ្រាមដើម្បីការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនលោកថាសម្លេងបរទេសនិងសម្លេងគាំទ្រកម្ពុជាពេញពិភពលោកព្រោះថៃកំពុងតែបង្កើតកំហុសឆ្គងដែលជាភស្តុតាងនៃការរំលោភបទឈប់បាញ់បំពានដីតាមព្រំដែនកម្ពុជាដូចជាការរីបន្លាលួសជាដើមជាងនេះទៅទៀតបើថៃវាយឈុតធំមែនថៃនឹងចាញ់កម្ពុជាព្រោះសមរភូមិទាំងការទូតយោធានិងការគ្រប់គ្រងពីអន្តរជាតិដោយសារមហិច្ឆតាឈ្លានពានរបស់ថៃមកលើកម្ពុជានេះជាការបញ្ជាក់បន្ថែមរបស់លោកខឿនខឺតសូមជម្រាបផងដែរថាចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្ដាលអាធ្រាត្រថ្ងៃទី28ខែកក្កដាឆ្នាំ2025មកភាគីកម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយសុឆន្ទៈនិងភាពស្មោះត្រង់ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋប៉ុន្តែភាគីថៃវិញបានបង្ហាញចេតនាបំផ្លាញកិច្ចព្រមព្រៀងនេះយ៉ាងច្បាស់តាមរយៈការប្រើប្រាស់វិធីសាស្ត្រឈ្លានពានដោយស្ងប់ស្ងាត់ដូចជាការប្រើទ័ពឲ្យរុលចូលក្នុងទឹកដីកម្ពុជាដើម្បីរីបន្លាលួសនិងឈូសឆាយផ្លូវចូលក្នុងដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាព្រមទាំងមានការបាញ់ចំពាមកៅស៊ូដោយជំនួសកំភ្លើងមកលើកងទ័ពកម្ពុជាជាដើមប្រធានអាស៊ានជជែកអំពីចំនួនព្រំដែនកម្ពុជាថៃជាមួយប្រធានាធិបតីហ្វីលីពីនដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមប្រធានអាស៊ានបដូវវេនឆ្នាំ2025បានសន្ទនាតាមទូរស័ព្ទអំពីចំនួនព្រំដែនកម្ពុជាជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ស្របពេលដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាប្រធានអាស៊ានឆ្នាំ2025នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសរសេរលើទំព័រ Facebook ថាលោកបានជជែកជាមួយបេក្ខភាពប្រធានអាស៊ាន2026ប្រធានាធិបតីហ្វីលីពីនដូច្នេះយើងក៏បានពិភាក្សាផងដែរអំពីការអភិវឌ្ឍនៃចំនួនព្រំដែនកម្ពុជាថៃនិងបន្តខិតខំប្រឹងប្រែងរួមគ្នាបដិញ្ញាចិត្តធ្វើឲ្យមានសន្តិភាពនិងស្ថិរភាពក្នុងតំបន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានជជែកជាមួយប្រធានាធិបតីហ្វីលីពីនអំពីកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងទ្វេភាគី
និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្រោមក្របខ័ណ្ឌអាស៊ាននិងបញ្ហាសន្តិសុខក្នុងតំបន់និងអភិវឌ្ឍសេដ្ឋកិច្ចនិងតម្រូវការក្នុងការពង្រឹងឯកភាពនិងកិច្ចសហប្រតិបត្តិការអាស៊ានក្នុងការប្រឈមមុខនឹងបញ្ហាភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្នចំនួនព្រំដែនកម្ពុជាថៃចាប់ផ្ដើមតានតឹងប្រឈមដាក់គ្នាខ្លាំងក្រោយពីយោធាបាញ់សម្លាប់យោធិនកម្ពុជាមួយរូបនៅវេលាព្រឹកព្រលឹមថ្ងៃទី28ខែឧសភានៅតំបន់មុំ3ក្នុងដីកម្ពុជាចាប់តាំងពីពេលនោះមកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានបានជជែកជាមួយមេដឹកនាំកម្ពុជានិងថៃដើម្បីបន្ធូរបន្ថយភាពតានតឹងប៉ុន្តែទោះបីការអន្តរាគមន៍និងកិច្ចខិតខំប្រឹងប្រែងយ៉ាងណាក៏ភាគីថៃនៅតែបំពេញនឹងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅព្រឹកថ្ងៃទី24ខែកក្កដាឆ្នាំ2025ដែលជាការបាញ់ប្រហារទ្រង់ទ្រីធំប្រើអាវុធធុនធ្ងន់គ្រាប់បែកចង្កោមផ្សែងពុលដែលអន្តរជាតិហាមឃាត់យន្តហោះចម្បាំងពង្រីកភូមិសាស្ត្រនៃការប្រយុទ្ធជាច្រើនទីតាំងក្រោយមានការអន្តរាគមន៍ជាថ្មីពីសំណាក់ប្រធានអាស៊ានម៉ាឡេស៊ីនិងសំណាក់ប្រធានាធិបតីអាមេរិកទើបថៃព្រមប្រជុំនៅម៉ាឡេស៊ីជាមួយភាគីកម្ពុជាហើយឈានដល់សម្រេចកិច្ចព្រមព្រៀងនៃបទចុះបាញ់ជាបន្ទាន់និងគ្មានលក្ខខណ្ឌ